ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដាននិងទស្សនារាល់វីដេអូរបស់ខ្ញុំដែលនិយាយអំពីមន្តគាថាហើយជាមួយនឹងថ្នាំដែលជាឫសឈើសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលលោកត្រូវការជាមួយនឹងឱសថយកទៅព្យាបាលក៏ដូចជាមន្តគាថាបាទសម្រាប់ការពារនៅអន្តរាយទាំងឡាយទាំងពួងដែលកើតមកលើរូបបងប្អូនឬក៏ម្ដាយឪពុកបងប្អូនឬក៏ញាតិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនណានឹងហើយខ្ញុំយល់ឃើញយ៉ាងនេះបានជាខ្ញុំព្យាយាមបាទបង្ហាត់បង្ហាញជូនពុកម៉ែបងប្អូនទៅតាមការអធិស្ឋានរបស់ខ្ញុំនៅមន្តគាថាក៏ដូចជាថ្នាំដែលជាឫសឈើដែលពុកម៉ែបងប្អូនទាំងអស់គ្នាខ្លះចង់ដឹងអំពីខ្ញុំពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនបានចេះចាំនៅមន្តគាថាក៏ដូចជាថ្នាំឫសឈើខ្លះហើយនៅអាចយកទៅប្រើប្រាស់បានជាប្រយោជន៍ហើយឬនៅបាទពុកម៉ែបងប្អូនណាហ្នឹងហើយបើមិនទាន់ចេះទេយើងចូលព្យាយាមសិក្សារៀនសូត្របន្តទៀតដើម្បីស្វែងរកនៅចំណេះល្អមកដាក់ខ្លួនដើម្បីជាប្រយោជន៍ទៅថ្ងៃមុខថ្ងៃណាមួយដែលបងប្អូនមានបញ្ហាគឺពុកម៉ែបងប្អូនទាំងអស់គ្នានឹងចេះចាំនៅមន្តគាថាក៏ដូចជាថ្នាំដែលជាឫសឈើតាមវីដេអូដែលខ្ញុំបានបង្ហាត់បង្ហាញស្រាប់ពុកម៉ែបងប្អូនណាហ្នឹងហើយថ្ងៃនេះគឺខ្ញុំបានបង្រៀនពុកម៉ែបងប្អូននៅមន្តគាថាអំពីមន្តគាថាដេញសិលខ្មៅដែលមានបំណងចូលមកបៀតបៀនពុកម៉ែបងប្អូនយើងនោះគឺពុកម៉ែបងប្អូនអាចសូត្រនៅមន្តគាថានេះបានដើម្បីបណ្ដេញនៅឧបទ្រពចង្រៃបានពុកម៉ែបងប្អូនណាហ្នឹងហើយដោយពុកម៉ែបងប្អូនគ្រាន់តែសូត្រនៅនមោពុទ្ធិយសទ្ធិចំនួន3ចប់ហើយយើងសូត្រនៅគាថានេះចំនួន7ចប់ឬក៏108ចប់ពុកម៉ែបងប្អូនណាតាមពុកម៉ែបងប្អូនមានពេលវេលាយើងសូត្រថានមោយៈមៈនមោពុទ្ធិយៈមៈអឧនយៈមោមៈពុទ្ធៈអធិឧពុកម៉ែបងប្អូនណាសូត្រដូចខ្ញុំសូត្របង្ហាញចឹងមកម្ដងទៀតនមោយៈមៈនមោពុទ្ធិយៈមៈអឧនយៈមោមៈពុទ្ធៈអធិឧពុកម៉ែបងប្អូនណាសូត្រដូចខ្ញុំសូត្របង្ហាញចឹងមកបើសិនតែពុកម៉ែបងប្អូនមិនចេះអក្សរទេពុកម៉ែស្ដាប់តែសំឡេងខ្ញុំទៅអានតាមនិងចេះចាំដូចគេដូចឯងហើយអរគុណ